ម៉ូតូនេះទ្រុចកលេខបាត់ហើយជួនទៅមុខក៏អត់ចូលជួនទៅក្រោយក៏អត់ចូលហើយចង់ដោះលេខក៏ដោះអត់ចេញដែរបងប្អូនអញ្ចឹងវីដេអូនេះខ្ញុំមកចែកម្លែកចំណេះដឹងតិចតួចដល់ពុកម៉ែបងប្អូនដែលម៉ូតូគាត់មានបញ្ហាទ្រុចកលេខអញ្ចឹងយើងអាចច្នៃប្រើបានវិញក៏បានច្នៃរួចចេះមករជាងឲ្យជាងគាត់សេរីឲ្យឬក៏ដូរថ្មីក៏បានដែរបើសិនជាយើងអត់ចង់ប្រើរបស់ដែលយើងច្នៃអញ្ចឹងយើងដោះយកចកលេខចេញមកក្រៅផ្លុតមកបងប្អូនតែដោះប្រឡងវាចេញឲ្យផុតសិនបានទាញចកលេខនឹងចេញមកបានបងប្អូនពេលដែលទាញចេញមកឃើញថាស្ពឺឬមួយក៏ស្នាយចកលេខនឹងគឺវាទ្រុអស់បាត់ហើយបងប្អូនអញ្ចឹងបានជាជន់ទៅមុខកតកើតចង់ដោះលេខក៏ដោះអត់ចេញហើយចង់ជន់មកក្រោយក៏ជន់អត់ចូលម៉ូតូនឹងគាត់ជិះមកលេខ2បងប្អូនហ្នឹងហើយរងងាងទៅម្ដងម៉ាស៊ីនហើយអ្វីដែលយើងត្រូវធ្វើយើងត្រូវច្នៃបន្តទៀតមានតែលុះប្រាងកង់តែប៉ុណ្្នឹងគឺបានហើយបងប្អូនហ្នឹងហើយដឹងតែធានាហើយជាប់បានយូរតែម្ដងហើយកាត់អត់វែងទេបងប្អូនប្រហែលជាមួយច្អល់ដៃហើយរូយកទៅ5 6ទៅសៃប៉ុណ្ណឹងក៏វាគ្រប់គ្រាន់ហើយកុំដាក់ទាំងធំបើសិនជាដាក់ទាំងធំដុកអត់ចូលដុករៀងខ្លាំងវាអាចមានបញ្ហាធ្លុះស្លាំងម៉ាស៊ីនធ្លុះកតេខាងស្បែកយកស្បែកអំយ៉ាបងប្អូនអញ្ចឹងអ្វីដែលសំខាន់គឺយើងដាក់តែ5 6ទៅសៃហើយពុតឲ្យវារៀងកាប់អញ្ចឹងបងប្អូននឹងឲ្យពុតឲ្យវារៀងកងងអញ្ចឹងហើយយកទៅដាក់អាកន្លែងដាក់ជាមួយនឹងចកលេខបងប្អូននឹងចកលេខមានបដូរចកលេខទេបងប្អូនមើលតាមវីដេអូនេះទៅនឹងអាចដោះស្រាយបញ្ហានឹងបានហើយបើសិនជាម៉ូតូពុកម៉ែបងប្អូនវាមានបញ្ហាទ្រុនៅឯផ្ទះឆ្ងាយជាងអញ្ចឹងណានឹងហើយយើងកុំឲ្យពិបាកដឹកឬមួយក៏អូសមករជាងយើងអាចឆ្នៃទៅអញ្ចឹងគឺអាចប្រើបានវិញបងប្អូនបើចង់ប្រើដូចខ្ញុំថាមិញអញ្ចឹងយើងអាចជិះម្ដងជាងឲ្យជាងគាត់ដូរថ្មីដែរម្ដងដាក់តាមនឹងបងប្អូនដូចខ្ញុំបង្ហាញប្រាប់បងប្អូននេះសកចូលជាមួយនឹងរុនចកលេខហើយយកទៅដាក់ជាប់នឹងបដូរវាវិញផ្លែកមកហើយដុករៀងថ្នមដូចខ្ញុំបង្ហាញប្រាប់បងប្អូនអញ្ចឹងកុំដុកខ្លាំងពេកបើដុកខ្លាំងវាអាចមានបញ្ហាដល់ស្លាំងម៉ាស៊ីនខាងស្ដាំហ្នឹងហើយខាងស្បែកយកឬមួយក៏វាអាចនឹងធ្លុះកតេបងប្អូនព្រោះអាចបដូរចកលេខនេះវាមានបញ្ហាតាក់ទងជាប់ជាមួយនឹងកតេខាងស្បែកអង្គវីយ៉ាកាងស្បែកយកអញ្ចឹងយើងដុករៀងថ្នមទៅឃើញថាអាប្រឡងដែលចាប់របស់វាអាចាស់វាទ្រុបាត់ហើយបងប្អូនអញ្ចឹងខ្ញុំដូរប្រឡងចោលដាក់ប្រឡងអាលេខ8នេះប្រឡងសេនទៅបងប្អូនដោយសារតែប្រឡងនេះក្មេងៗគាត់ឲ្យខ្ញុំដោះកាងមុខហើយដាក់ប្រឡងខ្លីអញ្ចឹងសល់ឲ្យប្រឡងសេននឹងយកមកចាប់ចកលេខនឹងទៅពួកអីប្រឡងសេននឹងវាចាប់ខ្លាំងក៏វាមិនងាយដាច់ហើយមិនងាយទ្រុដែរបងប្អូននឹងអីពេលដែលចាប់ជាប់រុនមើលហើយជួនលេខធម្មតាមកគឺណែនពើងតែប៉ុណ្ណឹងអាចប្រើបានយូរវិញបងប្អូនមិនងាយនឹងទ្រុទេយើងឆ្នៃបែបហ្នឹងយើងដាក់ប្រាងកង់អត់ដូចដាក់កំប៉ុងប៊ីយ៉ាទេដាក់កំប៉ុងប៊ីយ៉ាគឺវាលឿននឹងទ្រុវិញថ្ងៃបងប្អូនវីដេអូមានតែប៉ុណ្្នឹងដែរក៏សូមពុកម៉ែបងប្អូនជួយចុច like និង share វីដេអូនេះម្នាក់មួយផងក៏សូមអរគុណច្រើននិងសូមគោរពលា